លោកហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថាគិតត្រឹមពេលនេះពលករខ្មែរវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញមានប្រមាណជិត 40,000 នាក់ហើយដោយពួកគេត្រឡប់មកវិញនៅតាមច្រកផ្សេងនេះបើតាមលោកបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី30 ខែមិថុនាឆ្នាំ2025លោករដ្ឋមន្ត្រីបន្ថែមថាទន្ទឹមនឹងការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃក្រសួងក៏បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើប្រមាណជាង 10,000 នាក់ខណៈនៅកម្ពុជាមានឱកាសការងារជាច្រើនម៉ឺនកន្លែងកំពុងរង់ចាំពួកគេជាមួយនឹងលក្ខខណ្ឌការងារល្អប្រសើរសូមជម្រាបថាចាប់តាំងពីកម្ពុជាថៃផ្ទុះភាពតានតឹងរឿងព្រំដែនរហូតឈានដល់ការបិទច្រកព្រំដែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃសូមវិលត្រឡប់មកវិញការអំពាវនាវនេះដើម្បីជៀសវាងរងនៅការប្រមាថមាក់ងាយរើសអើងដោយសារតែចលនានៃការរើសអើងពលករខ្មែរនៅថៃចាប់ផ្ដើមកើតមានហើយដូច្នេះប្រជាពលរដ្ឋខ្មែរជាពលករធ្វើការនៅប្រទេសថៃអាចសម្រេចចិត្តវិលមកស្រុកវិញបានគ្រប់ពេលរាជរដ្ឋាភិបាលនឹងស្វាគមន៍យ៉ាងកក់ក្ដៅហើយថែមទាំងចាត់តាំងក្រសួងការងារជួយសម្របសម្រួលផ្សព្វផ្សាយនិងស្វែងរកការងារជូនផងដែររីឯពលករដែលជាប់បំណុលធនាគារស្ថាប័នពាក់ព័ន្ធនឹងរង់ចាំជួយសម្របសម្រួលជូន